កំណាប់លំអង3ប្រការបាត់ពាក្យ7យើងកើតជាមនុស្សប្រសើរក្តាន់លើអង្គសំសានលើផែនដីមានរូបមានរាងល្អប្រពៃប្រាជ្ញាកាយច្នៃរិនតែល្អពីព្រោះនេះខ្ញុំចង់រៀនភាសាខ្មែរនេះខ្ញុំចង់ចេះភាសាខ្មែរបានជ្រៅជ្រះព្រោះនេះខ្ញុំរស់នៅប្រទេសខ្មែរនៅលើពិភពលោកក្នុងប្រទេសនីមួយៗតែងតែមានភាសានិងអក្សរសម្រាប់ការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមកនិងសម្រាប់កត់សម្គាល់ជាតិសាសន៍នីមួយៗភាសាគឺជាពាក្យសម្ដីដែលមនុស្សឬសត្វនិយាយជាសំឡេងចេញមកក្រៅឬអាចនិយាយបានថាភាសាគឺជាឧបករណ៍ម្យ៉ាងដែលមនុស្សប្រើជាមធ្យោបាយដើម្បីធ្វើការលាតត្រដាងនៅមនោសញ្ចេតនាគំនិតអារម្មណ៍ក្នុងការទំនាក់ទំនងនិងរាប់អានពិភាក្សាផ្លាស់ប្ដូរយោបល់ព្រមទាំងផ្ដល់បទពិសោធន៍ចំណេះដឹងឲ្យគ្នាទៅវិញទៅមកជាក់ស្ដែងដូចជាអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាដែលបានបង្កើតសាលារៀនមួយកន្លែងនៅសង្កាត់ច្រាំងចម្រេះគីឡូម៉ែត្រលេខ9ដែលមានឈ្មោះថាសាលារៀនអន្តរជាតិអារ៉ូស្មានក្នុងគោលបំណងដើម្បីជំរុញឲ្យកូនជនជាតិចាមរៀនអក្សរខ្មែរនេះបើតាមការឲ្យដឹងពីឯកឧត្តមហ៊ូសេនម៉ាហាម៉ាត់ហ្វារីតប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាហើយបានជាយើងឃើញកូនអ៊ីស្លាមយើងចាំបាច់ត្រូវតែរៀនភាសាខ្មែរពីព្រោះថានៅប្រទេសនីមួយៗទៅមានភាសាជាតិរបស់គេហើយនៅកម្ពុជាយើងមានភាសាជាតិភាសាខ្មែរជាភាសាមួយដែលមិនអាចបោះបង់ចោលបានតែខាតត្រូវតែរៀនព្រោះវាជាកាតព្វកិច្ចទី1ទី2វាក៏ជាចំណេះដឹងមួយដែលអ៊ីស្លាមជំរុញឲ្យរៀនដែរហើយពាក្យរៀនហ្នឹងគឺថាមិនមែនសំដៅតែរៀនសាសនាតែមួយគត់ទេគឺរៀនទាំងអស់អ្វីដែលចំណេះដឹងដែលមានផលប្រយោជន៍អក្សរសាស្ត្រគឺជាវិជ្ជាអក្សរក្បួនប្រាប់ពីវិធីសាស្ត្រនៃការសរសេរឲ្យបានត្រឹមត្រូវភាសាណាមួយឬមានន័យថាអក្សរគឺជាក្បួនខ្នាតជាវិជ្ជាមួយដែលសិក្សាអំពីរបៀបនិងវិធីប្រើប្រាស់ឲ្យបានត្រឹមត្រូវដើម្បីបង្ហាញសតិអារម្មណ៍លាតត្រដាងមនោសញ្ចេតនាទស្សនៈនិងកត់ត្រាទុកជាប្រវត្តិសាស្ត្រដោយរៀបចំតាក់តែងពាក្យពេចន៍ឲ្យពីរោះធ្វើឲ្យអ្នកអានជក់ចិត្តមានអារម្មណ៍ហាក់បីដូចជាស្ថិតនៅក្នុងព្រឹត្តិការណ៍នៃរឿងទាំងអស់នោះជាប់ជានិច្ចដូច្នេះអក្សរសាស្ត្រគឺជាការផ្សព្វផ្សាយបណ្ដុះគំនិតការបង្កើតអប់រំខាងស្មារតីនិងសតិអារម្មណ៍ក៏ដូចជាការបណ្ដុះបណ្ដាលនៅសិលធម៌ផងដែរម្យ៉ាងមួយទៀតខ្ញុំក្នុងនាមខ្ញុំជាប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាមួយរូបនិងសហការីរួមការងារមួយគ្នាខំប្រឹងប្រែងណាស់ដើម្បីជំរុញឲ្យកូនអ៊ីស្លាមយើងមានការរៀនសូត្រទាំងពីរខាងណាមានន័យថាដោយសារឈ្មោះវាទៅចំពីរខាងទៅហើយដោយសារថាវាមានអញ្ចឹងឥឡូវខាងសាលារៀនរបស់ខ្ញុំដូចមេរៀនទាំងខាងអ៊ីស្លាមរៀនទាំងភាសាអង់គ្លេសមេរៀនទាំងអក្សរខ្មែរយើងរៀនទាំងអស់ពួកអ៊ីស្លាមប្រើឲ្យរៀនទាំងអស់ហើយចំណេះដឹងខាងផ្សេងអ៊ីស្លាមជាចំណេះមួយចំណេះដឹងរបស់អ៊ីស្លាមដែរអញ្ចឹងក្មេងពេលណាយើងអប់រំឲ្យបានរៀនទាំងសងខាងអនាគតទៅគាត់បានមានសមត្ថភាពចូលរៀននៅសាលារដ្ឋឧត្តមសិក្សារហូតដល់គាត់អាចរៀននៅសាលានៅបរទេសបានហើយគាត់ត្រឡប់មកវិញគាត់ចូលបម្រើប្រទេសជាតិយើងបានគ្រប់វិស័យបើយើងផ្ដោតទៅលើខាងរៀនធម៌អានិងការអ៊ីស្លាមសុទ្ធពេលគាត់ត្រឡប់មកវិញគាត់ពិបាកក្នុងការរកការងារធ្វើដែរម្ល៉េះក្នុងនាមខ្ញុំតំណាងឲ្យសាលាអន្តរជាតិអារ៉ូហ្មានកំពុងតែប្រឹងប្រែងបង្កើតនៃស្ថាប័នអប់រំអ៊ីស្លាមដែលមានកម្រិតគេហៅថា integrasi មានរៀនទាំងអ៊ីស្លាមហើយនិងចំណេះទូទៅជាមួយគ្នាយើងចាក់មានតាំងពីមត្ត័យរហូតដល់យើងមានដល់បឋមសិក្សាហើយអនាគតទៅយើងនឹងមានមធ្យមសិក្សាទៀតរហូតដល់ខ្ញុំមានផែនការនឹងបង្កើតសាកលវិទ្យាល័យអ៊ីស្លាមមួយនៅកម្ពុជា
លោកសាឡេះខលវិទ្យុសាលាអន្តរជាតិអារ៉ូស្មានបានដឹងថាសប្តាហ៍ថ្ងៃនេះសាលារៀនរបស់លោកមានសិស្សកំពុងសិក្សាចំនួន274នាក់គ្រូជនជាតិចាមចំនួន5នាក់គ្រូអក្សរសាស្ត្រខ្មែរចំនួន4នាក់គ្រូមត្តេយ្យអ៊ីស្លាម3នាក់ក្នុងនោះបង្រៀនទាំងអក្សរខ្មែរអក្សរអឺរ៉ាប់និងអង់គ្លេសដោយក្នុងមួយថ្ងៃរៀនទាំងពេលព្រឹកនិងពេលល្ងាចនៅក្នុងសាលាយើងមានថ្នាក់ផ្នែកអ៊ីស្លាមយើងមានថ្នាក់មត្តេយ្យមាន3ថ្នាក់មានកម្រិត1កម្រិត2ហើយកម្រិតទី3យើងហៅថាថ្នាក់ចម្រុះហើយសាលាមត្តេយ្យនេះយើងរៀបចំទៅតាមពិធីរបស់សាលាកុមារមេត្រីបាទហើយបន្ទាប់មកយើងមានខាងបឋមសិក្សាអ៊ីស្លាមហ្នឹងមានរហូត3ថ្នាក់មានដល់ថ្នាក់ទី3ហើយចំណែកខាងចំណេះទូទៅខ្មែរយើងមានដល់ថ្នាក់ទី5លោកនាយកសាលារៀនអន្តរជាតិអារ៉ូស្មាននេះបានបន្តថាមុខវិជ្ជាសិក្សានៅសាលារៀនអ៊ីស្លាមមិនខុសពីការសិក្សាចំណេះដឹងទូទៅខ្មែរនោះទេគឺសិក្សាតាមរបៀបក្រសួងអប់រំដូចគ្នាអ្វីដែលខុសនោះគឺត្រង់មានការបន្ថែមធម៌ដែលមានជំនឿតាក់ទងទៅនឹងសាសនាអ៊ីស្លាមគោរពព្រះគោរពឪពុកម្ដាយនិងគោរពចាស់ទុំជាដើមវាអត់មានភាពខុសគ្នាអីទេបងបើមានតិចតួចគ្រាន់តែថាខាងចំណេះទូទៅគឺយើងរៀនទូទៅអញ្ចឹងបងណាមានភូមិវិទ្យាមានប្រវត្តិវិទ្យាយើងរៀនលក្ខណៈទូទៅដែលឡែកនៅក្នុងអ៊ីស្លាមបង្រៀនបញ្ចូលទាំងជំនឿហើយជំនឿនោះទៀតគឺចូលនិយាយឲ្យខ្លីថាមកចូលទាំងធម៌នៅក្នុងហ្នឹងជាងការប្រតិបត្តិឪពុកម្ដាយគ្រូបង្រៀនចាស់ព្រឹទ្ធាចារ្យយ៉ាងម៉េចអីយ៉ាងម៉េចចឹងហើយពីរបៀបរស់នៅប្រចាំថ្ងៃរបស់អ៊ីស្លាមដោយឡែកអ្នកស្រីភឹមចន្ទថាដែលជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរចូលនិវត្តន៍ពីសាលាចំណេះដឹងទូទៅខ្មែរតែនៅបង្រៀនកូនសិស្សចាមនៅទីនេះបានដឹងថាអ្នកស្រីធ្លាប់បង្រៀនកូនចាមជាង3ទសវត្សរ៍មកហើយនេះក៏ព្រោះតែនិស្ស័យបើនិយាយចំជាឧបនិស្ស័យរបស់ខ្ញុំហើយខ្ញុំបង្រៀនសិស្សអ៊ីស្លាមនេះមិនមែនរយៈពេល6ឆ្នាំទេបើគិតតាំងពីឆ្នាំ1980មកចារហូតមកដល់ពេលនេះហើយអញ្ចឹងនៅក្នុងសាលារដ្ឋក៏មានសិស្សចាមច្រើនចាអត់មានសិស្សខ្មែរទេព្រោះកន្លែងនេះជាកន្លែងមជ្ឈដ្ឋានជាសហគមន៍របស់ជនជាតិអ៊ីស្លាមចាដល់ពេលក្រោយមកទៀតពេលដែលខ្ញុំចូលនិវត្តន៍ខ្ញុំចូលបានបង្រៀននេះដោយអារម្មណ៍ខ្ញុំមានអារម្មណ៍ខ្ញុំនឹងចិត្តខ្ញុំនឹងគឺថាដឹកតាមជាមួយនឹងអ៊ីស្លាមនឹងតម្រង់ចាដូចមានចិត្តដូចថាដូចក្មួយយល់ខ្ញុំបាក់ចៃថា30-40ឆ្នាំហើយដែលអ្នកគ្រូធ្លាប់បង្រៀនតែសិស្សចាមដល់អញ្ចឹងអ្នកគ្រូមកសាលានេះក៏អ្នកគ្រូមាននិស្ស័យមួយថាចង់ស្រឡាញ់ថាមិនគិតថាជាសាសចាមឬខ្មែរទេគឺឲ្យមានជាតិតែមួយគំនិតតែមួយរួមគ្នាស្រឡាញ់ប្រទេសជាតិដើម្បីឲ្យប្រទេសជាតិយើងអភិវឌ្ឍអ្នកស្រីភឹមចនាបានបន្តទៀតថាការបង្រៀនកូនចាមមិនខុសប្លែកពីកូនខ្មែរនោះទេគឺមានការគោរពប្រតិបត្តិអាណាព្យាបាលលោកគ្រូអ្នកគ្រូដឹងពីប្រពៃណីទំនៀមទម្លាប់ដូចគ្នាដែលខ្ញុំបានបង្រៀនកន្លងមកដូចជាមិនភាពអីខុសគ្នាទេអាស្រ័យទៅលើគ្រូនឹងតម្រង់ចាគ្រូនឹងផ្ដល់នៅអាវ៉ាត់ដ៏ល្អផ្ដល់នៅសីលធម៌គុណធម៌ពីប្រពៃណីពីវប្បធម៌គេអាចធ្វើបានល្អណាចាដូចក្មួយចូលមកឃើញស្រាប់ហើយសិស្សរបស់ខ្ញុំយ៉ាងម៉េចអញ្ចឹងណាដែលជាចាមឯប៉ុន្តែការទំនៀមទម្លាប់ប្រពៃណីខ្មែរគឺគេចេះហ្មងអញ្ចឹងអាស្រ័យលើគ្រូនឹងដែរចាក្នុងកម្មវិធីសិក្សាគឺតាមពីក្រសួងមកចាមន្ទីរអប់រំមកក្រសួងអប់រំមកចាដូចជាសៀវភៅគោលគ្រូឬក៏សៀវភៅរបស់សិស្សដែលមាន4មុខវិជ្ជាសាស្ត្រសិក្សាសង្គមភាសាខ្មែរហើយនិងគណិតវិទ្យាចាគឺតាមសៀវភៅគោលរបស់ក្រសួងអប់រំយើងខ្មែររបស់យើងចាកំពុងតែបង្រៀនភាសាអារ៉ាប់អ្នកគ្រូ Les Sarifas បានប្រាប់ថាវិស័យអប់រំអ៊ីស្លាមនិងខ្មែរគឺប្រហាក់ប្រហែលគ្នាខុសត្រង់អក្សរនិងសាសនាតែប៉ុណ្ណោះភាសាចាមជាមួយនឹងខ្មែរយើងប្រហាក់ប្រហែលគ្នាគ្រាន់តែថាយើងប្រើភាសាខុសគ្នានិយាយចំទៅការអប់រំភាសាខ្មែរនិងភាសាចាមនឹងជាមួយគ្នាដោយសារ
យើងគ្រាន់តែប្រើភាសាអារ៉ាប់នេះគ្រាន់តែភាសាសាសនាយើងដើម្បីរៀនស្គាល់ពីសាសនាខ្លួនឯងមិនហ្នឹងទេតែភាសាខ្មែរគឺភាសាដែលសម្រាប់ជនជាតិខ្មែរដែលនៅស្រុកខ្មែរហ្នឹងហ្មងលោកសាឡេះខលវិទ្នាយកសាលារៀនអន្តរជាតិអារ៉ូស្មានបានឲ្យដឹងទៀតថាសាលារៀននេះមានទទួលសិស្សគ្រប់ជាតិសាសន៍ទាំងអស់មករៀននៅទីនេះលោកបានប្រាប់ថានៅថ្ងៃខាងមុខសាលារៀននឹងមានកិច្ចសហការជាមួយនឹងអង្គការដៃគូនៅប្រទេសម៉ាឡេស៊ីសម្រាប់បន្តការសិក្សារបស់សិស្សទៅបណ្ដាប្រទេសផ្សេងៗទៀតដែលជាប្រទេសកាន់សាសនាអ៊ីស្លាមបន្ទាប់ពីជាប់សញ្ញាបត្របាក់ឌុបយើងមានធ្វើ MOU ជាមួយសាលាឬសាកលវិទ្យាល័យនៅខាងក្រៅហ្នឹងគឺយើងបញ្ជូនទៅគាត់ជួយខាងស្នាក់នៅអាហារហូបចុកអញ្ចឹងទៅហើយយើងប្រឡងខាងគាត់ចុះមកប្រឡងផ្ទាល់បងណាចុះមកប្រឡងហើយបើសិនជាសិស្សនឹងអាចមានសមត្ថភាពលទ្ធភាពទៅបន្តការសិក្សាបានអាហ្នឹងយើងបំពេញបែបបទជូនគាត់ហើយបញ្ជូនគាត់ទៅដូច្នេះហើយសាលារៀនអន្តរជាតិនេះជាកន្លែងដ៏សំខាន់សម្រាប់ដល់ការអប់រំចំណេះទូទៅផងអ៊ីស្លាមផងហើយចំណេះទូទៅផងរៀនទៅពីខាងណាហើយសង្ឃឹមថាអនាគតទៅយើងនឹងមានសាលារៀន5-6ជាន់ទៀតនៅទីឃ្លាដែលនៅសាលខាងក្រោយហ្នឹងដើម្បីផ្ដល់ផលប្រយោជន៍នៃការអប់រំដល់តម្រូវការអប់រំនៅសហគមន៍នៅជុំវិញក្រុងម៉ាឡេ9ផ្លូវជាតិលេខ5ហ្នឹងហើយក៏ដូចជាបងប្អូនអ៊ីស្លាមមកទូទាំងប្រទេសមករៀននៅទីនេះដែរបើយើងមានកន្លែងឧត្តមសិក្សានៅទីនេះព្រោះខ្ញុំជាចាមព្រោះខ្ញុំចង់ចេះភាសាខ្មែរព្រោះយើងរស់នៅក្នុងប្រទេសខ្មែរដូច្នេះសប្តាហ៍ថ្ងៃនេះអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាបាននឹងកំពុងធ្វើការខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍលើវិស័យអប់រំអ៊ីស្លាមនៅកម្ពុជាដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់ពួកគេបានចេះដឹងពីអក្សរសាស្ត្រខ្មែរហើយអ៊ីស្លាមរបស់យើងក៏ចូលរួមផងដែរជំរាបរដ្ឋាភិបាលកម្ពុជាជំរុញឲ្យបងប្អូនសាសនាអ៊ីស្លាមយើងចូលរៀនឲ្យបានច្រើននៅសាលារដ្ឋឲ្យបានច្រើនដើម្បីគាត់ងាយស្រួលក្នុងការទទួលបានចំណេះដឹងដែលលោកគ្រូដែលជាសាលារដ្ឋហ្នឹងគាត់ដល់ឲ្យល្អដល់សិស្សសានុសិស្សគ្រប់ជាតិសាសន៍នៅក្នុងសាលាហ្នឹងMe up high, you spread my wings and fly me to the sky. នេះហើយជាគុណសម្បត្តិដ៏ធំធេងដែលគណៈបកប្រជាជនកម្ពុជាដែលបានរំដោះប្រទេសជាតិពីគំនរផេះផង់សង្គ្រាមរ៉ាំរ៉ៃរដ្ឋាភិបាលកម្ពុជាបានរុញសាលារៀនសឹងថាដល់មុខផ្ទះអត់ពិបាករៀនដូចសម័យមុនទេសម័យមុនគឺថាចង់ទៅរៀនសឹងតែជិះកង់រ៉ាប់គីឡូដីបានមានសាលាមួយហើយចឹងបងប្អូនអ៊ីស្លាមយើងងាយស្រួលចូលទៅរៀនសាលាហើយបានមានកក់ក្ដៅមែនតើដោយមានការរាប់អានគ្នាសក្តិមនិកម្មសាសនាជាមួយគ្នារបៀងកូនសិស្សអ៊ីស្លាមយើងបងប្អូនខ្មែរយើងរៀនជាមួយគ្នាអ្នកគ្រូមានជាមួយហើយឃើញថាជាការល្អណាស់ជាសំណូមពរសូមឲ្យកូនសាសនាអ៊ីស្លាមនឹងរៀនភាសាខ្មែរបានគ្រប់គ្នាព្រោះយើងរស់នៅលើទឹកដីខ្មែរហើយយើងត្រូវតែចេះភាសាខ្មែរដូចគ្នាគួរឲ្យដឹងផងដែរថាសាលារៀនអន្តរជាតិអារ៉ូស្មាននេះបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ2014មកម្លេះក្រោមអធិបតីភាពឯកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតតំណាងដល់ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសូមជម្រាបថាអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាក្រៅពីការកសាងសាលារៀនក៏មានការជួយធ្វើជាអណ្ដូងទឹកស្អាតជូនដល់ចាស់ជរាក្រីក្រគ្មានទីពឹងធ្វើព្រះវិហារជួយដល់គ្រោះទឹកជំនន់
និងជួយទៅដល់ជនរងគ្រោះផ្សេងៗទៀតផងដែរ Is everywhere, so much peace fills up the